Đàoគ្នាវីដេអូនេះអ្នកគ្រូចែករំលែកអំពីអចលនទ្រព្យ Fixed Asset កាលពីមើលវីដេអូនេះបងប្អូននឹងយល់ដឹងអំពីអចលនទ្រព្យនិងរបៀបកត់ត្រានៃអចលនទ្រព្យតើអ្វីទៅជាអចលនទ្រព្យ Fixed Asset អចលនទ្រព្យឬក៏ Fixed Asset គឺជាទ្រព្យដែលមានអាយុកាលលើសពី1ឆ្នាំគឺអាយុប្រើប្រាស់លើសពី1ឆ្នាំអចលនទ្រព្យរួមមានឧបករណ៍ការិយាល័យមានដូចជាតុទូកៅអីគ្រឿងសង្ហារិមឡាដីឡានអគារ building រថយន្ត car truck គ្រឿងចក្រ machinery ជាដើមដើម្បីឲ្យយល់កាន់តែច្បាស់ពីរបៀបនៃកត់ត្រាអចលនទ្រព្យអ្នកគ្រូសូមភ្ជាប់ឧទាហរណ៍នៅខាងក្រោមនេះនៅថ្ងៃទី1ខែ1ឆ្នាំ2024ក្រុមហ៊ុនវីរៈបុត្រ Cambodia Co Ltd ដែលមានចុះបញ្ជីពាណិជ្ជកម្មបានទិញឡានសម្រាប់យកមកប្រើប្រាស់នៅក្នុងការិយាល័យពីក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មដូចគ្នា Toyota Cambodia Co Ltd ចំនួនទឹកប្រាក់ $35,000 ដែលអត់រួមបញ្ចូលជាមួយនឹង VAT ដោយបង់ជាតាមរយៈធនាគារនៅថ្ងៃទី1ខែ1យើងកត់ឡើងថ្ងៃទី1ខែ1 date 2024ខាដែលជា Fixed Asset Fixed Asset នេះជាប្រភេទគេហៅថាទ្រព្យសកម្មវាកើនឡើងនៅពេលទិញចូលវាកើនឡើងនៅពេលទិញចូលអញ្ចឹងយើងកត់ត្រានៅខាង debit $35,000 VAT នេះកាត់កងបង់ពន្ធជូនរដ្ឋតែយើងអាចកាត់កងយកមកប្រើប្រាស់វិញបានដែលជាប្រភេទ current asset អញ្ចឹងជាប្រភេទ current asset ហ្នឹងក៏វាកើនឡើងនៅពេលដែលយើងយកវាមកប្រើប្រាស់ដូចគ្នាអញ្ចឹងយើងកត់ត្រានៅក្នុង debit ដូចគ្នា$3,500ចំណែកឯយើងបង់គេជាសាច់ប្រាក់នៅថ្ងៃទី1ខែ1 2024ហ្នឹងតាមរយៈធនាគារ bank ហ្នឹងគឺជាសាច់ប្រាក់ដែលជាប្រភេទទ្រព្យសកម្មវាថយចុះនៅពេលដែលយើងដកលុយចំណាយយកមកទិញមកប្រើប្រាស់អញ្ចឹងវាថយចុះនៅខាង credit នៅខាង credit អញ្ចឹង debit និង credit សំតមកគឺត្រូវតែស្មើគ្នាចំណែកយើងជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មបើសិនជាយើងមានពន្ធដែលយើងត្រូវកត់ត្រាយើងត្រូវតែកត់ត្រាចូលហើយដើម្បីយកវាមកផ្ទៀងផ្ទាត់នៅចុងខែតែយើងត្រូវបង់ពន្ធជូនរដ្ឋប្រមាណកាត់កងយកមកប្រើប្រាស់ប្រមាណស្រួលនៅក្នុងការផ្ទៀងផ្ទាត់ជាមួយនឹង e-funding ដើម្បីឲ្យវាត្រឹមត្រូវចាអញ្ចឹងឥឡូវហ្នឹងអ្នកគ្រូភ្ជាប់សុំឧទាហរណ៍ទី2ឧទាហរណ៍ទី2នៅថ្ងៃទី1ខែ1 2024ក្រុមហ៊ុនវីរៈបុត្រ Cambodia Co Ltd ហ្នឹងបានទិញ furniture បានន័យថាតុទូកៅអីពីក្រុមហ៊ុនប្រើប្រាស់ដែលមិនបានចុះបញ្ជីដានី furniture ចំនួន$500អញ្ចឹងយើងកត់ត្រារបៀបនេះ furniture ដែលយើងយកមកប្រើប្រាស់នេះវាជាប្រភេទ fixed asset ហ្នឹងវាស្ថិតនៅក្នុងជាប្រភេទទ្រព្យសកម្មវាបានកើនឡើងនៅពេលដែលទិញចូលយកមកប្រើប្រាស់ដូច្នេះវាកើននៅខាង debit cash គឺជាប្រភេទទ្រព្យសកម្មដូចគ្នាអញ្ចឹងវាថយចុះនៅពេលដែលយើងដកសាច់ប្រាក់ដកជាលុយចំណាយទិញយកមកប្រើប្រាស់ដូច្នេះវាថយចុះនៅខាង credit សំត debit credit គឺស្មើគ្នាដោយសារក្រុមហ៊ុននេះមិនមែនជាក្រុមហ៊ុនចុះបញ្ជីទេអញ្ចឹងយើងអត់មានត្រូវការបកគោពន្ធឬក៏កត់ត្រាពន្ធនៅក្នុងហ្នឹងទេចំនួន$500អញ្ចឹងនៅក្នុងការទិញមុននឹងយើងបានបញ្ជាទិញអាវ៉ាន់ហ្នឹងសម្រាប់ឯកសារជាក់ស្ដែងដែលគ្រប់គ្រងហ្នឹងទី1គឺយើងត្រូវធ្វើ purchase request បន្ទាប់ពីបាន purchase request ហើយយើងត្រូវរក quotation បន្ទាប់មកទៀតគឺ invoice បើសិនជាយើងកត់ត្រាជាប្រភេទ bank យើងត្រូវភ្ជាប់ជាមួយនឹង bank payment voucher ហើយជាមួយនឹង cash payment voucher ដូចគ្នាអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូ Fixed Asset បើសិនជាបងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងកត់ត្រាបញ្ជីគណនេយ្យនិងជំនាញរៀបចំគណនេយ្យសូមទំនាក់ទំនងចុះឈ្មោះនៅមជ្ឈមណ្ឌលម្ដងគណនេយ្យនិងហិរញ្ញវត្ថុ AIT Center ឬតាមរយៈ Facebook page ANT Center ឬ website aft.center.com ឬប្រឹក្សាយោបល់តាមរយៈលេខទូរស័ព្ទ068 79 7000ឬ016 38 7000សូមអរគុណ